một mình trâu tâu mình ngài chết mình smart kịp lịch ok cao khó cơ không ngó Slovakia nó mình chun gặp lực pháo vô sweater vô sweater ô hồ ประเภท Jujana ពីចំនួន8គ្រឿងឲ្យទៅអ៊ុយក្រែន8គ្រឿងហ្នឹងក៏បាញ់ប្រកាច់ទៅទៀត8គ្រឿងហ្នឹងបាញ់ប្រកាច់ប្រកិនទៅទៀតធ្វើម៉េចអត់តែក្របកុំឲ្យខ្វះចុះចាំជជែករឿងនេះឥឡូវ100ថ្ងៃទៀតណាសង្គ្រាមនៅអ៊ុយក្រែនដែលទៅរីស៊ីឈ្លានពានប្រទេសអ៊ុយក្រែនជាទីតាមកអ្នកដែលពេញចិត្តក៏ជួយ like ជួយ share ឲ្យផងនៅទីណាបាទយើងខ្ញុំបាទអត់ត្រូវការអីក្រៅអំពីថាយើងធ្វើដើម្បីសន្តិភាពហើយនឹងរស់នៅដោយមានមិត្តភាពទេដោយមានមិត្តភាពវាគ្មានអីអស្ចារ្យសម្រាប់ការដែលពាក់មុខយៈដាក់គ្នានឹងវាអត់ល្អទេទៀតកុំអីទៀតប្រទេសយើងខ្លាំងជាងអ៊ុយក្រែនទៀតស្លាប់ប្រជាជនច្រើនណាស់ទៀតស្លាប់រាប់លានអ៊ុយក្រែនទៅរាប់ពាន់ហើយទៀតនេះទេណាបើនិយាយវិទ្យាទៀតអីទៀតអានឹងវាច្រើនមើលតែយើងរាប់លានគាត់តែក្របបែកអាមេរិកទម្លាក់លើក្បាលខ្មែរយើងនឹងងាប់អស់បន្តិចមើលអ្នកទៀតអញ្ចឹងទេយើងកុំពាក់មុខយៈដាក់គ្នានិយាយគ្នាដោយមានហេតុមានផលបើមិនយល់នៅចាំស្ដាប់សិនទៅនេះទេណាហើយសួរមកអូខេនឹងចង់និយាយពីអីមិញនោះអើយថ្ងៃនេះថ្ងៃហែបោះឆ្នោតទៀតចុងក្រោយចឹងទេសូមអភ័យទោសផងទៀតណាបាទអូខេក៏ខកថាម៉េចអ៊ុយក្រែនអះអាងថាវាយកមកវិញនៅក្រុងនិងភូមិសរុប20នៅតំបន់ភាគខាងត្បូងដែលនៅក្បែរទីក្រុងខេសង់នេះជាការវិបកគណៈរុស្ស៊ីផ្ដោតលើសមរភូមិនៅភាគខាងកើតអញ្ចេះទៀតដោយសារតែរុស្ស៊ីត្រូវការតំបន់ដែលនៅជាប់នឹងប្រទេសរបស់គេហើយដើម្បីតបភ្ជាប់រវាងគ្រីមេដែលជាតំបន់នេះទេគ្រីមេដែលជាតំបន់គេកាន់កាប់ហើយនោះដូច្នេះតំបន់នេះក៏ហមទាំងអស់នឹងហើយដែលរុស្ស៊ីកាន់កាប់ហើយលោកសេលេនស្គីដែលជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនបានលើកឡើងថារុស្ស៊ីបានយកទឹកដីរបស់គេនឹង 20% ហើយទឹកដីអ៊ុយក្រែននឹងអស់ 20% ហើយដែលរុស្ស៊ីកាន់កាប់ឥឡូវហ្នឹងចឹងទេទើបមានសំណុំពរទៅប្រទេសជាមិត្តរបស់គេឲ្យជួយអាវុធក៏ដូចមីស៊ីលចម្ងាយឆ្ងាយពីព្រោះมันអាចចូលគៀករុស្ស៊ីបានទេអញ្ចឹងដើម្បីនឹងកាត់កម្លាំងទ័ពរបស់រុស្ស៊ីក៏ដូចជាដើម្បីឲ្យមានព្រៀបលើសមរភូមិវាត្រូវប្រើអាកំភ្លើងធំនឹងឲ្យបានច្រើននេះតាមអ្វីដែលប្រធានាធិបតីអ៊ុយក្រែនគាត់គិតក្នុងនោះបាញ់មិញនេះយើងក៏បានឃើញប្រិមិត្តខមមិនមកលោកកខបានខមមិនមកថាប្រទេសលីទុយអានីប្រជាជនលីទុយអានីបានរៃអង្គាសគ្នាបានរាប់លានដុល្លារទៀតដើម្បីយកលុយនឹងមកជួយប្រទេសអ៊ុយក្រែនហើយក្នុងនោះគឺគោលបំណងដើម្បីទិញ drone របស់ទួរគីដែលជា drone ទំនើបមួយដែរនោះហើយដោយសារតែរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អ៊ុយក្រែនក៏ដូចជាប្រធានាសំទុទួរគីប្រធានាធិបតីរបស់ទួរគីចង់ជួយទៅអ៊ុយក្រែនដែរនោះក៏មិនយកលុយដែលប្រទេសប្រជាជនលីទុយអានីជាអ្នកប្រមូលគ្នាយកមកទិញអា drone នឹងទេចឹងទេគាត់ជួយទៅអ៊ុយក្រែនដោយអត់គិតថ្លៃតែមិនដឹងចំនួនប្រមាណដល់ឡើយយើងក៏អត់ទាន់ដឹងច្បាស់ប៉ុន្តែក្នុងនោះមានប្រទេសជាច្រើនទៀតដែលកំពុងតែជួយអាវុធក្នុងនោះប្រទេសស្លូវ៉ាគីក៏ទើបតែបញ្ជូននៅកំភ្លើងធំមួយចំនួនទៀតទៅឲ្យ
អ៊ុយក្រែនជាពិសេសព័ត៌មានដែលទើបបានទទួលចំក្រោយនេះអាមេរិកនឹងលក់បាទនឹងលក់ drone ដល់ទំនើបរបស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែននេះអា drone នេះអា drone ដែលបាញ់មេបញ្ជាការរដ្ឋរបស់អ៊ីរ៉ង់នេះ drone នេះឃើញទេណាបាទ drone នេះលោក Joe Biden បានប្រកាសហើយនឹងលក់គាត់មិនបានជួយទេក៏ប៉ុន្តែក្នុងនោះរឿងរបស់រឿងគឺវាជារឿងផលចំណេញផលប្រយោជន៍របស់ប្រទេសនីមួយៗនៅក្នុងសង្គ្រាមរបស់នៅប្រទេសអ៊ុយក្រែននេះ drone នេះតម្លៃវាថ្លៃហើយវាមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងនោះដោយសារ Joe Biden ចង់បានចំណេញចំនួនជួញប្រែនឹងសង្គ្រាមនេះដែលគេហៅថាឈ្មោះសង្គ្រាមនោះវាអត់ខុសទេដូច្នេះគាត់ប្រកាសលក់ drone នេះដោយសារ drone នេះមុននឹងលក់វាត្រូវមានការឆ្លងពីសភារបស់គេចឹងទេអាមេរិកប្រកាសលក់ដើម្បីទៅជួយអ៊ុយក្រែនក្នុងនោះដោយសារថាមានប្រទេសនៅអឺរ៉ុបហ្នឹងបានចូលលុយគ្នាស្រះលុយគ្នាចូលបានច្រើន100លានទើបលោក Joe Biden គាត់ចង់បានលុយហ្នឹងក៏ប្រកាសលក់ drone នេះហើយបើបានអ៊ុយក្រែនបាន drone នេះហើយវាកំពូលហើយទៀតដូចខ្ញុំបាទជម្រាបពីម្សិលមិញអញ្ចឹងសួរថាអ៊ុយក្រែនចង់បានអីលោកខាងលិចឲ្យអត់ឬក៏ចាប់ត្រឹមហ្នឹងតើយួរទៀតចង់បានអីទៀតជូនតាមសំណូមពរលោក Joe Biden នឹងនិយាយភាសាហ្នឹងលោកខាងលិចនឹងនិយាយភាសាហ្នឹងពីព្រោះរឿងវានៅអត់ទាន់ចប់ទេកុំទាន់រាប់ខ្មោចទាហានសង្គ្រាមអត់ទាន់ចប់ទេកុំអត់ទាន់រាប់ខ្មោចកុំទាន់រាប់សាកសពព្រោះជាងទៀតឃើញទេទៀតចឹងទេសួរថាសង្គ្រាមនឹងវានឹងទៅយ៉ាងម៉េចវានឹងទៅវែងឆ្ងាយទៀតនឹងឯងទៀតសួរថាវាធំទេវានឹងទៅធំបានតែវាអាចតូចទៅវិញបានទេវាក៏អាចតូចបានវាមើលអត់ឃើញទៀតនេះលោកប្រហែលជានឹងមានអ្នកថានិយាយឈួតអញ្ចឹងទេសំទោសនិយាយមានហេតុមានផលដែលថានឹងធំបានបើរុស្ស៊ីក្តៅថ្លឹកតិចមែនផ្ទុះខ្លាំងទៅដោយសារខឹងនឹងលោកខាងលិចជួយទៅដល់អ៊ុយក្រែនដូច្នេះលោកឯងថែមមកទៀតខ្ញុំអញនេះក៏ថែមទៅទៀតមានន័យថាលោកខាងលិចថែមទៅរុស្ស៊ីក៏ថែមមកលោកខាងលិចថែមទៅរុស្ស៊ីក៏ថែមមកវាមិនធំតែគោលដៅរបស់លោកខាងលិចហ្នឹងដែលថាថែមទៅនឹងដើម្បីទប់កុំឲ្យរុស្ស៊ីវាធំរីករាលដាលមកដល់ប្រទេសគេបានតែគ្រាន់ថាសង្គ្រាមវាមិនងាយចប់គ្រាន់ថាវាអាចតូចទៅបានហេតុផលដែលថាអាចតូចទៅបានវាអាចថាដល់គេវាយខ្លាំងទៅវាឈឺដែរដល់ឈឺដែរទៅតោះនិយាយគ្នាវិញចោតចាំងនេះវិញដោយសារអីដោយសារ 20% ហើយទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ឥឡូវហ្នឹងហើយល្មមដែរហើយ 1/5 ទឹកដីភាគ 5របស់រុស្ស៊ីរបស់អ៊ុយក្រែនរុស្ស៊ីយកបានមួយហើយមានន័យ 20% នៅលើទឹកដីរបស់អ៊ុយក្រែនរុស្ស៊ីយកបានហើយហ្នឹងដូច្នេះវាក៏ល្មមអាចថាចរចាពេលហ្នឹងក៏ថាបានតែគាត់ថាសួរថាចរចាទៅហើយហ្នឹងរុស្ស៊ីបានអីអ៊ុយក្រែនបានអីអានឹងវាទៅលើជាក់ស្ដែងទៀតថាតើវាត្រូវបាត់កន្លែងណាវាត្រូវថែមកន្លែងបានកន្លែងណាអីកន្លែងណាដោះដូរគ្នាយ៉ាងម៉េចអីយ៉ាងម៉េចមាននៅលើតកចរចាធ្វើម៉េចឲ្យតែថាឈប់បាញ់ដកទ័ពរុស្ស៊ីដកទ័ពចេញឲ្យប្រជាជនអ៊ុយក្រែនគាត់ទៅរស់នៅតាមអ្វីដែលគាត់ធ្លាប់រស់នៅពីដើមមកនោះហើយក៏លើចរចានេះទៅតែក្នុងនោះកុំភ្លេចនៅទៀតណាលបែងល្បិច
ในการធ្វើនយោបាយដើម្បីអនាគតមិនធម្មតាទេទៀតនេះគឺជារូបភាពយុវជននិងកុមាររបស់អ៊ុយក្រែនជាង200,000 នាក់ដែលរុស្ស៊ីយកទៅប្រទេសរុស្ស៊ីក្នុងនោះគោលបំណងនៃការយកទៅនេះគឺដើម្បីបង្វឹកលៀងខួរក្បាលយុវជននិងកុមារទាំងអស់នោះឲ្យស្គាល់ថាស្អីដែលរុស្ស៊ីជារុស្ស៊ីពិតរួចហើយបញ្ជូនក្មេងៗហ្នឹងត្រឡប់មកវិញដល់ពេលដែលធំហើយនោះដើម្បីសម្រេចគោលបំណងទៅអនាគតរបស់រុស្ស៊ីរបស់ពូទីនថែមទៀតគេទៀតនេះគឺជាផែនការរបស់ពូទីនទៅអនាគតអញ្ចឹងសង្គ្រាមនៅអ៊ុយក្រែនឥឡូវហ្នឹងប្រិមិត្តប៉ះពាល់ខ្លាំងឯទៀតណាប្រិមិត្តប៉ះពាល់ខ្លាំងហើយយើងទាំងអស់គ្នាប៉ះពាល់ខ្លាំងហើយទៅនឹងឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែនតម្លៃប្រេងឡើងទៅដល់សាំងស៊ុប៊ែហ្នឹង 6,000 ជាងហើយ1លីត្រព្រឹកមិញនេះអ្នកផ្ទះទៅរកទិញហ្គាស 2-3 កន្លែងដាច់ស្តុកហើយឡើងថ្លៃទៀតនោះហើយដែលជាឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែនទើបសម្ដេចនាយកហ៊ុនសែនអំពាវនាវឲ្យមានការចរចាឈប់បាញ់គ្នាឲ្យបានជាបន្ទាន់ដូច្នេះឥទ្ធិពលនៃសង្គ្រាមនឹងវាប៉ះពាល់មិនមែនតែអ៊ុយក្រែនទេតែសោមឆាយាមកអង្គុយនិយាយស្អកកនឹងមិនមែនដើម្បីតែអ៊ុយក្រែនទេវាដើម្បីប្រជាជនពិភពលោកដែលប៉ះពាល់ដោយសារពូទីននឹងគេទៀតវាមិនអាចយកសង្គ្រាមនឹងដើម្បីបញ្ចប់សង្គ្រាមបានទេវាទាល់តែមានការចរចាដូច្នេះការដែលលោកខាងលិចជួយទៅនឹងគឺដើម្បីប្រយោជន៍របស់គេកុំឲ្យរុស្ស៊ីនឹងរុលមកមុខយកប្រទេសអ៊ុយក្រែនបានបើយកប្រទេសអ៊ុយក្រែនបានវានឹងឆេះទៅដល់ប្រទេសលោកខាងលិចទៀតប្រិមិត្តដល់សួរថាឲ្យចុះមិនទប់ជាមួយនឹងរុស្ស៊ីបានដែរអូហូប្រិមិត្តហើយដូចគេបាននិយាយម្សិលមិញអញ្ចឹងខ្លាចថាឲ្យវាកាន់តែគេព្យាយាមគិតស្យងមើលថាតើត្រូវទប់យ៉ាងម៉េចដកយ៉ាងម៉េចអីយ៉ាងម៉េចកុំឲ្យវាផ្ទុះទៅខ្លាំងតែប៉ុណ្្នឹងទេពីព្រោះខ្លាចពូទីនគាត់វាហៅថាឆៃឆាតទៅទីណាខ្លាចអញ្ចឹងទៀតព្រោះគាត់ឮថាឈឺផងអញ្ចឹងទេលោកខាងលិចព្យាយាមគេហៅថាថ្លឹងថ្លែងក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏គេមិនបណ្ដោយឲ្យអ៊ុយក្រែនធ្លាក់ទៅដៃរុស្ស៊ីជាដាច់ខាតនេះជឿខ្ញុំបានទៅទៀតហើយថាវាចង់ទៅយ៉ាងម៉េចទៀតអានេះគេនឹងដោះមកជាភៀនទៅមិនហ៊ានតែឥឡូវនេះគឺខាងអាមេរិកក្តី NATO ក្តីពងតែផ្គុំក៏អាគ្នាគិតវាអេរុស៊ីទៅក្បាលមួយគាត់សេដ្ឋកិច្ចអាចពាក់ព័ន្ធហ្គាសប្រេងអីជាមួយនឹងប្រទេសដែលលោកអ្នកធ្លាប់និយាយថាឥណ្ឌាចិនអីហ្នឹងក៏ប៉ុន្តែដល់សួរថាឲ្យកាភ្លើងឬក៏អ្នកឯងវាយចេះបានឈ្នះអ្នកឯងវាយចេះបាននេះចូលខាងនេះដកខាងនោះអីហ្នឹងមិនមែនទេចិនមិនទៅធ្វើអញ្ចឹងជាមួយទេឥណ្ឌាក៏គេមិនទៅលូកដៃអញ្ចឹងដែរតែដោយឡែកអាមេរិកនេះ NATO នេះលោកខាងលិចនេះផ្ដល់ព័ត៌មានគ្រប់បែបគ្រប់យ៉ាងទាំងអស់ឲ្យអ៊ុយក្រែនហើយសួរថាលោកឆាយាឯងមិនដឹងថាចិនមិនលូកដៃឥណ្ឌាមិនលូកដៃអត់ទេទៀតអត់ទាន់មានព័ត៌មានណាថាប្រទេសទាំងពីរនឹងលូកដៃក្នុងរឿងសង្គ្រាមដើម្បីជួយរុស្ស៊ីនោះទេនៅទេទៀតមានព័ត៌មានថាទិញហ្គាសឥណ្ឌា
តថ្លៃហ្គាសរុស្ស៊ីតែឥឡូវហ្នឹងហ្គាសហ្នឹងក៏ប៉ះពាល់ដែរទៀតណាបាទឧស្ម័នហ្គាសហ្នឹងលោកខាងលិចក៏កំពុងប៉ះពាល់ដែរតិចទៀតដល់ខែតិចខែល្ងាហ្នឹងក៏កាន់តែខ្លាំងទៀតដូច្នេះក៏បិទមុខពីរទៀតរឿងទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីនេះមិនរឿងធម្មតាទេ